ក្មេងប្រុសកំសត់ម្នាក់ដែលរលាកភ្លើងនៅលើមុខនិងរាងកាយគួរឲ្យអាណិតអាសូរបំផុតត្រូវបានស្នងការខេត្តកំពតបញ្ជូនមកជួបគ្រូពេទ្យជំនាញហើយត្រៀមវះកាត់ក្នុងពេលឆាប់ៗនេះបន្ទាប់ពីបានដឹងរឿងរ៉ាវក្មេងប្រុសកំសត់ម្នាក់ឈ្មោះមានរស់នៅក្នុងភូមិដំណាក់ត្រាយឃុំទួលអំពិលស្រុកបោះសែតខេត្តកំពង់ស្ពឺដែលជួបគ្រោះអកុសលភ្លើងឆេះនៅលើមុខនិងរាងកាយកាលពី6ឆ្នាំមុនបណ្ដាលឲ្យមានស្នាមផ្លែពេញរាងកាយនិងត្រចៀកដោយក្តីអាណិតអាសូរនៅថ្ងៃទី4ខែធ្នូឆ្នាំ2025នេះលោកឧត្តមស្នេហ៍តូម៉ៅច័ន្ទមធុរិទ្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពតនិងក្រុមការងារបាននាំក្មេងប្រុសរងគ្រោះបញ្ជូនមកជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យនិងព្យាបាលជាក់ស្ដែងបើតាមការបញ្ជាក់របស់ស្នងការខេត្តកំពតបានឲ្យដឹងថានៅរសៀលនេះលោកនិងក្រុមការងារបាននាំក្មួយប្រុសដែលបានរលាកភ្លើងនៅលើខ្លួននិងនៅលើមុខមកជួបជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យស៊ុនយ៉ាខីលហើយក្រោយការត្រួតពិនិត្យរួចក្រុមគ្រូពេទ្យបានកំណត់យកថ្ងៃវះកាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី4ខែមករាឆ្នាំ2026នាពេលខាងមុខនេះយ៉ាងណាមិញបើតាមស្នងការនគរបាលខេត្តបានបញ្ជាក់ឲ្យដឹងបន្ថែមថាចំពោះសេវានៃការព្យាបាលក្មេងប្រុសគឺឯកឧត្តមអភិសិទ្ធិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវព្រមជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យស៊ុនយ៉ាខៀលជាអ្នករៀបចំជូនក្រុមគ្រួសារកុមារាខាងលើទាំងស្រុងខណៈក្រោយពីបានជួបដោយផ្ទាល់លោកបានបង្ហាញក្តីអាណិតអាសូរចំពោះក្មួយប្រុសជាពន់ពេកយ៉ាងណាមិញសូមឲ្យដំណើរការនៃការវះកាត់នាពេលខាងមុខនេះទទួលបានជោគជ័យនិងប្រកបដោយសុខសុវត្ថិភាពអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CDC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានជាសួរបងសួរអំពីសេវាកម្មលួសពីអតិថិជនដែលគាត់ធ្លាប់គាត់លួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីយោបល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀបណា